សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំជាកន្លែងដែលយើងនាំមកជូននៅព័ត៌មានអន្តរជាតិថ្មីៗនិងគួរឲ្យចាប់អារម្មណ៍ថ្ងៃនេះថ្ងៃទី23ខែឧសភាឆ្នាំ2025យើងនឹងនិយាយអំពីព័ត៌មានធំមួយនៅសហរដ្ឋអាមេរិកដែលរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានហាមឃាត់សាកលវិទ្យាល័យ Harvard មិនឲ្យចុះឈ្មោះនិស្សិតអន្តរជាតិព័ត៌មាននេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយយើងនឹងមកស្វែងយល់លម្អិតជាមួយគ្នាកុំភ្លេច Like និង Subscribe ឯណាសាកលវិទ្យាល័យ Harvard ដែលជាសាកលវិទ្យាល័យល្បីឈ្មោះបំផុតមួយនៅសហរដ្ឋអាមេរិកនិងជាសាកលវិទ្យាល័យចំណាស់ជាងគេបំផុតនៅទីនោះបានជួបបញ្ហាធំហើយកាលពីថ្ងៃប្រហោះទី22ខែឧសភាឆ្នាំ2025រដ្ឋបាលត្រាំបានដកសិទ្ធិ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិនេះមានន័យថា Harvard មិនអាចទទួលនិស្សិតអន្តរជាតិថ្មីបានទៀតទេហើយនិស្សិតអន្តរជាតិបច្ចុប្បន្នដែលមានចំនួនប្រមាណ 6,800 នាក់ត្រូវតែផ្ទេរទៅសាកលវិទ្យាល័យផ្សេងឬមិនដូច្នោះទេពួកគេនឹងបាត់បង់សិទ្ធិស្នាក់នៅស្របច្បាប់នៅសហរដ្ឋអាមេរិកនិស្សិតអន្តរជាតិទាំងនេះស្មើនឹង 27% នៃចំនួននិស្សិតសរុបរបស់ Harvard ដែលជាចំនួនដ៏ច្រើនរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោកស្រី Kristi Noem បាននិយាយថាការសម្រេចចិត្តនេះគឺជាការទទួលខុសត្រូវរបស់ Harvard ចំពោះអ្វីដែលលោកស្រីហៅថាការលើកទឹកចិត្តឲ្យមានអំពើហិង្សាការប្រឆាំងជនជាតិជ្វីប Anti-Semitism និងការសហការជាមួយគណបក្សកុម្មុយនីសចិនលោកស្រីបានចោទប្រកាន់ថា Harvard បានអនុញ្ញាតឲ្យមានការវាយប្រហារលើនិស្សិតជ្វីបនិងបានបង្កើតបរិយាកាសមិនមានសុវត្ថិភាពនៅក្នុងបរិវេណសាកលវិទ្យាល័យទោះជាយ៉ាងណាការចោទប្រកាន់ទាំងនេះមិនបានផតលើភស្តុតាងច្បាស់លាស់នោះទេដែលធ្វើឲ្យមានការរិះគន់ថាវាអាចជាការវាយប្រហារនយោបាយតើអ្នកគិតថាការចោទប្រកាន់បែបនេះមានភស្តុតាងគ្រប់គ្រាន់ដែរឬទេសរសេរមកប្រាប់យើងនៅ commentផ្នែកមួយទៀតនៃចំនួននេះគឺជាការស្នើសុំរបស់លោកស្រីនឹមដែលបានទាមទារឲ្យ Harvard ប្រគល់ឯកសារលម្អិតអំពីនិស្សិតអន្តរជាតិរួមទាំងវីដេអូនិងអូឌីយ៉ូនៃសកម្មភាពតវ៉ារបស់ពួកគេក្នុងរយៈពេល5ឆ្នាំចុងក្រោយ Harvard បានបដិសេធមិនផតលើព័ត៌មានទាំងនេះដោយហេតុថាពួកគេចាត់ទុកថាវាជាការរំលោភលើឯកជនភាពនិងសិទ្ធិសេរីភាពជាលទ្ធផលរដ្ឋបាលត្រាំបានដកហូតវិញមានបណិប័តរបស់ Harvard ក្រោមកម្មវិធី Student and Exchange Visitor Program (SEVP) ដែលជាកម្មវិធីចាំបាច់សម្រាប់សាកលវិទ្យាល័យដើម្បីទទួលនិស្សិតអន្តរជាតិនេះធ្វើឲ្យនិស្សិតអន្តរជាតិជាច្រើនរួមទាំងនិស្សិតឥណ្ឌាចំនួន788នាក់ស្ថិតក្នុងភាពភ័យខ្លាចព្រោះពួកគេត្រូវស្វែងរកសាកលវិទ្យាល័យថ្មីឬប្រឈមនឹងការបោះណទែងញោចចេញពីសហរដ្ឋអាមេរិកផលប៉ះពាល់នៃការសម្រេចចិត្តនេះមិនត្រឹមតែប៉ះពាល់ដល់និស្សិតទេប៉ុន្តែក៏ជាការវាយប្រហារផ្នែកហិរញ្ញវត្ថុដល់ Harvard ផងដែរនិស្សិតអន្តរជាតិជាច្រើនបង់ថ្លៃសិក្សាពេញដែលជួយឧបត្ថម្ភនិស្សិតផ្សេងទៀតដែលទទួលបានជំនួយហិរញ្ញវត្ថុបើគ្មាននិស្សិតអន្តរជាតិប្រាក់ចំណូលរបស់ Harvard នឹងធ្លាក់ចុះយ៉ាងខ្លាំងលើសពីនេះការសម្រេចចិត្តនេះក៏អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកជាគោលដៅសិក្សាសម្រាប់នសស Buffet វត្តល្អនៅលើកណតាញសង្គមមានការពិភាក្សាយ៉ាងផុសផុលអ្នកខ្លះគាំទ្ររដ្ឋបាលត្រាំដោយនិយាយថាវាជួយការពារសិទ្ធិនិស្សិតអាមេរិកប៉ុន្តែអ្នកផ្សេងទៀតរិះគន់ថាវាជាការសម្រេចចិត្តដែលគ្មានភស្តុតាងគ្រប់គ្រាន់និងជាការបំផ្លាញឱកាសអប់រំតើអ្នកគិតថាការសម្រេចចិត្តនេះសមហេតុផលទេចែករំលែកគំនិតរបស់អ្នកទន្ទឹមនឹងនេះមានសញ្ញាថាការប្រយុទ្ធផ្លូវច្បាប់នឹងកើតឡើងចៅក្រមសហព័ន្ធម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ាលោក Jeffrey A. Why បានរារាំងរដ្ឋបាលត្រាំពីការរំដោះសិទ្ធិស្របច្បាប់របស់និស្សិតអន្តរជាតិទូទាំងប្រទេសខណៈដែលសំណុំរឿងមួយកំពុងដំណើរការនេះផតលើកតៃសង្ឃឹមខ្លះដល់និស្សិតប៉ុន្តែស្ថានភាពនៅតែមានភាពមិនច្បាស់លាស់ម្យ៉ាងទៀតលោកស្រីនឹមបានប្រមានថាសាកលវិទ្យាល័យផ្សេងទៀតដូចជា Columbia University ក៏អាចនឹងជួបបញ្ហាស្រដៀងគ្នាប្រសិនបើពួកគេមិនធ្វើតាមបទបញ្ជារបស់រដ្ឋបាលត្រាំនេះបង្ហាញថាជម្លោះរវាងរដ្ឋបាលត្រាំនិងសាកលវិទ្យាល័យល្បីៗនៅអាមេរិកអាចនឹងកាន់តែធ្ងន់ធ្ងរទៅអស្ចារ្យណាស់
ព័ត៌មាននេះបានបង្ហាញថាការសម្រេចចិត្តរបស់រដ្ឋបាលត្រាំមានផលប៉ះពាល់ធំធេងទាំងផ្នែកអប់រំនិងនយោបាយតើអ្នកគិតថានិស្សិតអន្តរជាតិនឹងធ្វើអ្វីបន្តទៀតតើហាវ៉ាតគួរតែបន្តប្រយុទ្ធផ្លូវច្បាប់ឬធ្វើតាមបទបញ្ជាចែករំលែកនៅខមមិនខាងក្រោមបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like និង share ទៅមិត្តភក្តិចុច Subscribe និងបើកកណតឹងជូនដំណឹងដើម្បីកុំឲ្យខកខានព័ត៌មានថ្មីៗសូមអរគុណហើយជួបគ្នាវីដេអូក្រោយបាយ